មានអូនណាខ្លះអញ្ចឹងទៅរៀនគេដែលសឹងថាទៅមុនគ្រូផងប៉ុន្តែរៀននៅតែអត់ចេះអត់ទៅក្រោយអត់ទៅមុខសោះចង់រីចម្រើនឬចង់ចេះដូចគេដែរហើយកុំទាន់ណាឌីខ្លួនឯងថាខ្លួនឯងល្ងងភ្លើយរៀនអត់ចេះអីប្រៀបធៀបខ្លួនឯងជាមួយនឹងគេរៀនបកកែអីអត់ទេដល់គ្នាកុំទាន់អានបាក់ទឹកចិត្តមើលវីដេអូនេះសិនខ្ញុំនឹងចែកជូនគន្លឹះសំខាន់ដែលខ្ញុំគិតថាវានឹងជួយដល់គ្នាធ្វើមិនឲ្យអ្នកគ្នារីចម្រើននៅក្នុងការរៀនគឺរៀនបកកែហ្មងនេះដោយសារតែគេអត់ទាន់ដឹងពីវិធីនៅក្នុងការរៀនអញ្ចឹងយើងកុំទាន់អានបាក់ទឹកចិត្តមកមើលវីដេអូនេះសិនទៅអញ្ចឹងមុននឹងចូលវីដេអូមួយនេះដែរអ្នកទាំងអស់គ្នាកុំភ្លេចចុច like report ក៏ដូចជាមិនខ្ញុំអភ័យយើងឲ្យបានកាន់តែច្រើនកាន់តែល្អដោយសារតែវីដេអូនេះគឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែនអញ្ចឹងឥឡូវនេះយើងមកចូលវីដេអូយើងហ្មងទៅដើម្បីកុំឲ្យខាត់ពេលយូរចំពោះវិធីសាស្ត្រទី1ហ្នឹងបើសិនជាអាចអ្នកទាំងអស់គ្នាអាចមើលមេរៀនមុនគ្រូព្រៀនបានឧទាហរណ៍ថាអ្នកគ្នាមើល schedule ទៅថ្ងៃហ្នឹងត្រូវរៀនគីមីវិទ្យាអញ្ចឹងឧទាហរណ៍ថាគីមីវិទ្យាថ្ងៃស្អែកហ្នឹងត្រូវរៀនមេរៀនទី1ហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅមើលមេរៀនទី1ហ្នឹងមុនគ្រូបានហើយកត់ចំណុចក៏ដូចជា note ចំណុចណាដែលគ្នាអត់ចេះអត់ច្បាស់អីហ្នឹងគឺអាចយកទៅសួរលោកគ្រូអ្នកគ្រូបន្ថែមបានសម្រាប់វិធីសាស្ត្រទី2វិញមានអូនមួយចំនួនក៏គាត់មើលរំលងវិធីសាស្ត្រហ្នឹងដែរគឺត្រូវចេះយកចិត្តទុកដាក់នៅក្នុងការស្ដាប់លោកគ្រូអ្នកគ្រូបញ្យល់មេរៀនមកកាន់យើងទោះបីជាអ្នកទាំងអស់គ្នាមិនចេះឬក៏ចេះក៏ដោយគឺត្រូវតែយកចិត្តទុកដាក់នៅក្នុងការស្ដាប់លោកគ្រូអ្នកគ្រូបញ្យល់ដោយសារតែចំណុចទាំងអស់ហ្នឹងនឹងត្រូវចេញប្រឡងប្រចាំខែប្រឡងឆមីឬក៏ប្រឡងបាក់ឌុបរបស់អ្នកទាំងអស់គ្នាជាដើមចឹងទៅចាំជាយាមរៀនតាំងពីដើមឆ្នាំទៅកុំចាំដល់ចុងឆ្នាំចាំរៀនប្រយ័ត្នទឹកភ្នែកជូតក្បាលចង្កងខ្ញុំមិនបំភ័យប៉ុន្តែវាជាការពិតជាធម្មតាបើសិនជាយើងមានគ្រឹះយើងអត់សូវភ័យទេប៉ុន្តែបើយើងអត់គ្រឹះវិញយើងប្រកាសជាភ័យអត់ដឹងរៀនពីណាទៅណាហើយស្វែងសិក្សាក៏ពិបាកដែររៀនខ្លួនឯងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវការរៀនជាក្រុមជាអីចឹងទៅបើសម្រាប់ខ្ញុំអត់សូវចូលចិត្តរៀនជាក្រុមអ្នកទាំងអស់គ្នាខ្ញុំរៀនម្នាក់ឯងដោយសារតែខ្ញុំមានគ្រឹះមានអីចឹងមិនខ្ញុំតែងតែលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាព្យាយាមនៅក្នុងការសិក្សារៀនសូត្រចំណែកឯវិធីសាស្ត្រទី3វិញគឺរឹតតែសំខាន់ទីរ៉េបន្ទាប់ពីយើងស្ដាប់លោកគ្រូអ្នកគ្រូហើយគឺយើងត្រូវចេះកត់ចំណាំចំណុចសំខាន់ដែលពួកគាត់បញ្យល់ដូចគ្នាដែរវាចៃដន្យអ្នកទាំងអស់គ្នាអាចនឹងចេញប្រឡងចឹងទៅអញ្ចឹងបាទខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាយកចិត្តទុកដាក់នៅក្នុងការស្ដាប់គាត់ហើយបន្ទាប់មកណូតចំណុចសំខាន់ទុកបើសិនជាយើងអត់យល់មេរៀនដែលគាត់បញ្យល់នឹងទេដែលគ្នាសួរភ្លាមនឹងទៅកុំចាំស្អែកអាចនឹងចេញប្រឡងដូចខ្ញុំអញ្ចឹងខ្ញុំគិតថាលំហាត់ណាស់ជាមិនចេញប្រឡងឯងមើលរំលងចោលអត់គិតសួរលោកគ្រូអ្នកគ្រូដល់ពេលប្រឡងឆមាសចេញប៉អត់ចេះទេចាធ្លាក់ដូចអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងថាការស្វែងសិក្សាគឺពិតជាមានសារៈសំខាន់ខ្លាំងមែនតើប៉ុន្តែអ្វីដែលសំខាន់ជាងនឹងទៀតហ្នឹងគឺការរើសសភៅដើម្បីយកមកស្វែងសិក្សានឹងឯងបើសិនជាយើងរកសភៅខុសហើយការរៀនរបស់យើងគឺវាខុសទាំងស្រុងតែម្ដងអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំបានទៅទិញសភៅនៅក្នុង page របស់លោកគ្រូសាលា Team KA ដោយសារតែសភៅរបស់គាត់ចេញមកច្បាស់មានកំណែមិនអីនៅក្នុងនឹងស្រេចតែម្ដងអញ្ចឹងយើងអត់ខាតពេលនៅក្នុងការទៅរកចម្លើយឬក៏កំណែអីផ្សេងដើម្បីយកមកផ្ទៀងចម្លើយនៅពេលដែលយើងធ្វើលំហាត់នឹងទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងព័ត៌មានបន្ថែមគឺអាចឆាតទៅ Facebook page ក៏ដូចជា QR code នៅខាងលើនឹងបានណាអ្នកគ្នាអាច scan ទៅហើយនេះគឺជា feedback ដែលអូនដែលគាត់ធ្លាប់ទិញសភៅរបស់លោកគ្រូគឺសុទ្ធសឹងតែទទួលបានលទ្ធផលល្អទាំងអស់តែម្ដងហើយដែលកាន់តែពិសេសលោកគ្រូក៏គាត់បាន live បរៀនតាម Facebook page នឹងដូចគ្នាដែរអញ្ចឹងបើសិនជាអ្នកចង់រៀននៅក្នុង live ហ្នឹងមានចម្ងល់អីសួរលោកគ្រូផ្ទាល់គឺអាចចូលទៅរៀនតាម Facebook page របស់គាត់បានហើយសម្រាប់វីដេអូថ្ងៃនេះដែរគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាច្រើនខ្លាំងមែនតើដែលតែងតែចូលចិត្តមើលវីដេអូរបស់ខ្ញុំកន្លងមកអរគុណច្រើនបាយបាយ